ខ្លះគេនិយាយប្រមាថយើងបើយើងទុនជ្រាយផ្លូវចិត្តយើងឈឺចិត្តយើងខឹងគេយើងអាចប្រតិកម្មទៅគេវិញដោយពាក្យសម្ដីការជេរប្រមាថឬក៏យើងប្រើហិង្សាទៅវិញក៏ប៉ុន្តែនៅពេលដែលយើងមានការអប់រំចិត្តយើងឬក៏នៅពេលដែលយើងមានភាពរឹងមាំនៅក្នុងចិត្តរបស់យើងនៅពេលដែលគេប្រមាថមើលងាយយើងថាយើងនឹងក្រថាយើងនឹងអន់ចេះអន់ចុះយើងអាចមិនសប្បាយចិត្តខ្លះក៏ប៉ុន្តែបើយើងចេះគិតយើងថាប្រែคล้ายអាការឈឺចាប់ហ្នឹងឲ្យទៅជាកម្លាំងតស៊ូឲ្យទៅជាកម្លាំងប្រឹងប្រែងឲ្យទៅជាកម្លាំងអត់ធ្មត់មួយរយៈកាលក្រោយមកយើងយកលទ្ធផលទៅបញ្ជាក់គេវិញចំណុចនេះมันងាយស្រួលទេហើយក៏មិនមានមនុស្សច្រើនគាត់អាចធ្វើបានដែរក៏ប៉ុន្តែបើសិនជាយើងធ្វើបានវាអាចជាប្រយោជន៍ណាវាអាចជាប្រយោជន៍ណាបងប្អូនអញ្ចឹងយើងសួរខ្លួនយើងឡើងវិញតើយើងឈឺចិត្តយើងបាក់ទឹកចិត្តវាដោយសារកត្តាខាងក្រៅទាំងស្រុងឬក៏ដោយសារតែកត្តាខាងក្នុងរបស់យើងនឹងដែរ